វីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការបើក skin collector ក្នុងមួយ event ហ្នឹងគឺបើកបានដល់ទៅ2 skin collector ណាប៉ុន្តែមុនយើងដឹងពីរបៀបថាធ្វើមិនបាន skin collector ម្ដង2យើងមកមើលពីការបើក skin collector របស់ Florence ណាអញ្ចឹងបើសិនជាគ្នាយើងណាដែលចង់បើក skin នឹងយកភ្លាមវាថាទប់អារម្មណ៍អត់បានចង់បើកយកភ្លាមណាអញ្ចឹងវាអស់រៀងច្រើនតិចខ្ទង់ប្រហែលជា 5000 diamond អីហ្នឹងអ្នកគ្នាគឺមួយក៏បើសិនអ្នកគ្នាមានជា crystal aurora គឺវាអត់សូវជាអស់ពេជ្រយើងច្រើនទេដោយសារតែយើងប្រើជា crystal aurora អញ្ចឹងណាហើយមុននឹងយើងបើកហ្នឹងគឺយើង recharge យើង spend diamond ដើម្បីយកអា token នេះវាយកមកចាប់ទៅគឺវាអត់សូវអស់ច្រើនដូចយើងចាប់ exot ទេសូមបញ្ជាក់អ្នកគ្នាមុននឹងចាប់ហ្នឹងអ្នកគ្នាត្រូវ select skin select border ឬក៏ select emote មួយណាដែលអ្នកគ្នាចង់បានសិនទៅចាំយើងចូលទៅចាប់ណាខំទេនៅពេលដែលវាលោតចូល up ពណ៌ស្វាយប្រអប់ធំហ្នឹងទៅវានឹងចំ skin ដែលយើងអត់ចង់បានហ្នឹងទៅព្រោះយើងបាន select skin ទុកមុនឬមួយក៏អ្នកគ្នាចង់ចំណេញអ្នកគ្នា select skin ណាដែលអ្នកគ្នាមានហើយទៅនៅពេលដែលយើងបើកបាន skin ដែលហ្នឹងទៅវានឹង convert ទៅជាអា token អា ticket នោះដើម្បីទៅបង្វិល skin collector ហ្នឹងតអញ្ចឹងវារៀងចំណេញពេជ្ររៀងចំណេញ crystal aurora យ៉ាងដែរអាហ្នឹងគឺស្រ័យលាក់ទាំងអស់គ្នាទេថាអ្នកគ្នាចង់បាន skin ថ្មីឬមួយក៏ចង់បាន skin collector នឹងថោកបើសិនជាអ្នកគ្នាចង់បាន skin collector នឹងថោកគឺអ្នកទាំងអស់គ្នាអាច select យក skin ដែរបានអញ្ចឹងនៅក្នុងវីដេអូនេះថាសំណាងក៏បានថាសយក៏បានដែរអ្នកគ្នាគឺយើងបើកទៅគឺម្លងមក skin ណាគឺម្លងអា skin special របស់ Kling អ្នកគ្នាម្លងអា skin special របស់ Kling នឹងមួយហើយគឺចូល skin collector របស់ Florence នឹងហ្មង skin នេះគឺរូបរាងយ៉ាងស្អាតដែរប៉ុន្តែខ្ញុំមានអារម្មណ៍ថានៅពេលដែលយកទៅលេងទៅ skin effect វារៀងស្ទើរតិចអ្នកគ្នាខ្ញុំមើលគេ review skin មើលគេអីទៅឃើញរៀងស្អាតតែពេលលេងមិនដែរមិនដឹងថារៀងស្ទើរតែបើសិនជាអ្នកគ្នាលេងទៅខ្ញុំមិនដឹងថាម៉េចទេណានៅអ្នកគ្នាអញ្ចឹងមិនខ្ញុំប្រាប់ថានៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកប្រាប់ពីវិធីធ្វើម៉េចចាប់មក event ហ្នឹងបាន skin collector 2អញ្ចឹងដើម្បីបាន skin collector ម្ដង2បានគឺធ្វើម៉េចអ្នកគ្នាត្រូវចាប់ skin collector ទី1នឹងសិនឧទាហរណ៍ថាយើងមិនអញ្ចឹងគឺយើងចាប់ skin collector Florence ហើយអញ្ចឹងអ្នកគ្នានឹងឃើញអាប៊ូតុងដែលគេឲ្យយើងចុច reset នេះហើយអញ្ចឹងអ្នកគ្នាគាត់ចុចកន្លែងប៊ូតុង reset ហ្នឹងហើយប្រហែលជាអស់ខ្ទង់200 diamond ហើយអ្នកគ្នាពេលចុចប៊ូតុង reset ហ្នឹងហើយវានឹងធ្វើការ reset អា price pool នឹង3អញ្ចឹងមកន័យថាអ្នកគ្នាអាចចាប់ skin collector ហ្នឹងបានម្ដងទៀតហើយអ្នកគ្នាអាច select skin select អីម្ដងទៀតអញ្ចឹងណាអញ្ចឹងនៅក្នុង event collector មួយគឺវាចេញ skin មកម្ដង3ទៅឧទាហរណ៍ថានៅក្នុង event collector មួយហ្នឹងគឺវាមានដល់ទៅ2 skin ដែលយើងចង់បានទាំងពីរណាអញ្ចឹងអ្នកគ្នាអាចប្រើវិធីនេះបានដល់ចុចប៊ូតុង reset ហ្នឹងទៅអ្នកគ្នាអាចចាប់បាន2 skin ហើយតែសូមបញ្ជាក់ឲ្យអ្នកគ្នាចាប់បានតែ2 skin ទេបើមិនអ្នកគ្នាចាប់2 skin collector ហ្នឹងហើយវាលែងមានអាប៊ូតុង reset ហ្នឹងទៀតហើយអញ្ចឹងនៅពេលណាយើងចុចប៊ូតុង reset ហ្នឹងហើយគឺយើងចុចបើកធម្មតាទៅគឺវាល្អមួយយ៉ាងត្រង់តើអ្នកគ្នាអាចបាន skin ដែលអ្នកគ្នាចង់បានណាដោយសារតែអ្នកខ្លះគឺគាត់ខ្លាចនៅពេលដែល skin ហ្នឹងចេញហើយម្ដងហ្នឹងទៅវាយូរចេញម្ដងទៀតអញ្ចឹងគាត់អាចចាប់យក skin ហ្នឹងភ្លាមបានប៉ុន្តែការចាប់ហ្នឹងគឺត្រូវប្រើ diamond រៀងច្រើនតិចអាចនឹងខ្ទង់ 5000 diamond ជាងហ្នឹងទៅដោយសារតែគាត់ត្រូវការចាប់ភ្លាមអញ្ចឹងទៅដោយនៅក្នុងវីដេអូនេះអ្នកគ្នាគឺយើងធ្វើការចាប់ skin Florence ផងហើយនឹង skin ពណ៌លេគូប៉ាផងណាដោយសារតែ skin ពីរហ្នឹងគឺសុទ្ធតែសម្រាប់ចិត្តដូចគ្នាអញ្ចឹងម្លងមួយគឺអត់កើតទេព្រោះយើងខ្លាចអា skin ពណ៌លេគូប៉ាហ្នឹងចេញម្ដងហ្នឹងហើយគឺវាយូរចេញទៀតណាអញ្ចឹងយើងចាប់វាហើយទៅប៉ុន្តែគួរឲ្យស្ដាយអ្នកគ្នា skin ណាគឺយើងអាចចាប់បានទេគឺមួយ event ហ្នឹងចាប់បានតែ skin collector 2ទេបើចូលដល់3គឺអត់កើតទេលេខកើតហើយអ្នកគ្នាអ្នកគ្នាអញ្ចឹងខ្ញុំបាននិយាយហើយថានៅtrongវីដេអូនោះខ្ញុំនឹងមកនិយាយពីរបៀបក្នុងការចាប់ skin collector នឹងអស់តិចណាវិធីនេះគឺស្រួលងាយទេដើម្បីចាប់ skin collector នឹងអស់តិចគឺជាដំបូងគឺខ្ញុំ recommend អ្នកគ្នាមាន crystal aurora នេះឲ្យច្រើនមកហើយវិធីនៅក្នុងការយក crystal aurora ហ្នឹងគឺអ្នកគ្នាអាចចូលទៅកន្លែង shop នេះហើយទិញអាកន្លែងប្រអប់ crystal aurora នេះរាល់ថ្ងៃបានដល់ក្នុងមួយថ្ងៃគឺអ្នកគ្នាត្រូវចំណាយ10ពេជ្រណាដល់ក្នុងប្រអប់ហ្នឹងគឺវា random crystal aurora យើងទេដែលអ្នកគ្នាអាចចាប់បានពី10 crystal aurora ឡើងដល់50 crystal aurora អញ្ចឹងទៅគឺវា random ឲ្យយើងទេဆိုអ្នកគ្នាប្រើពេជ្រទៅទិញទៅគឺវាចំណេញណាយ៉ាងសយណាក៏អ្នកគ្នាបានត្រឹម12ទៅ13 crystal aurora រាល់ថ្ងៃដែរហើយសយបំផុតនោះគឺអ្នកគ្នាអាចបាន10 crystal aurora មកវិញណាដែលវាស្មើនឹង10ពេជ្រនឹងឯងអញ្ចឹងវិធីនៅក្នុងការយក crystal aurora បានច្រើនមួយទៀតនោះគឺអ្នកគ្នាអាចដាក់ weekly pass បានដោយ weekly pass ហ្នឹងនៅពេលដែលយើងដាក់ទៅគឺយើងអាច claim ពេជ្រជារៀងរាល់ថ្ងៃបានហើយនៅក្នុងការ claim ពេជ្ររាល់ថ្ងៃហ្នឹងក៏វាភ្ជាប់ជាមួយនឹងកដោមួយឲ្យយើងដែរហើយនៅក្នុងកដោហ្នឹងគឺយើងអាចជ្រើសយកជា crystal aurora បានណាដោយក្នុងមកកដោក្នុងមកប្រអប់ហ្នឹងគឺវាមាន10 crystal aurora ក្នុងហ្នឹងអញ្ចឹងបើសិនអ្នកគ្នា claim ជារៀងរាល់ថ្ងៃទៅគឺបានន័យថាក្នុងមួយថ្ងៃគឺអ្នកគ្នាអាចបាន10 crystal aurora ហើយបូកជាមួយនឹងអាប្រអប់ដែលយើងទិញ10ពេជ្ររាល់ថ្ងៃទៀតគឺក្នុងមួយថ្ងៃអ្នកគ្នាអាចបាន20 crystal aurora ជាងហើយអញ្ចឹងយើងចេះតែសន្សំលេងទៅណាអូខេអញ្ចឹងកុំឲ្យវែងឆ្ងាយយូរគឺយើងចូលមកកន្លែងចាប់ធ្វើមិនឲ្យអស់ថោកហ្នឹងទៅអញ្ចឹងដើម្បីចាប់អា skin collector ហ្នឹងឲ្យអស់ថោកឲ្យអស់តិចបំផុតគឺនៅក្នុងថ្ងៃដំបូងនៅពេលដែល skin collector នេះចេញភ្លាមគឺធ្វើម៉េចអ្នកគ្នាត្រូវចូលទៅបង្វិល skin collector ហ្នឹងឲ្យគ្រប់16ដងនៅក្នុងថ្ងៃដំបូងណាអញ្ចឹងអ្នកគ្នាធ្វើម៉េចត្រូវតែធៀមពេជ្រឬមួយក៏ crystal aurora ទឹកមុនក្នុង2000ជាងអីទៅណាយើងធៀមទឹកមុនហើយនៅពេលដែល skin នឹងចេញមកភ្លាមថ្ងៃដំបូងភ្លាមគឺយើងបើក16ដងភ្លាមនៅពេលដែលអ្នកគ្នាបើកគ្រប់16ដងហើយអ្នកគ្នាផ្អាកបើកសិនណាអញ្ចឹងចាប់ពីថ្ងៃស្អែកទៅគឺយើងបើកមួយថ្ងៃម្ដងដោយសារតែនៅក្នុង event collector ហ្នឹងគឺវា discount ឲ្យយើង 50% ជារៀងរាល់ថ្ងៃណាអញ្ចឹងអ្នកគ្នាអាចបើករាល់ថ្ងៃបានដើម្បីយក discount ហ្នឹងហើយធ្វើឲ្យយើងនឹងចំណាយតិចអញ្ចឹងវិធីចាប់គឺមានតែប៉ុណ្្នឹងអ្នកគ្នាគឺថ្ងៃដំបូងអ្នកគ្នាបើក16ដងហើយចាប់ពីថ្ងៃដំបូងទៅគឺអ្នកគ្នាបើកម្ដងរាល់ថ្ងៃដល់ event ហ្នឹងចប់អញ្ចឹងអ្នកគ្នានឹងទទួលបាន skin collector ហ្នឹងនៅក្នុងតម្លៃដ៏ទាបបំផុតហើយកុំភ្លេចចូលទៅ recharge ពេជ្រហើយចំណាយពេជ្រនៅកន្លែងនេះនៅកន្លែងដែលគេឲ្យយើងខ្វះនេះដើម្បីយក token វាយកមកចាប់អញ្ចឹងទៅយកសើអស់ពេជ្រឬក៏ crystal aurora ច្រើនណាបើមិនអ្នកគ្នាធ្វើតាមវិធីខ្ញុំទៅគឺអ្នកគ្នាអាចចំណាយត្រឹមតែ3000ទៅ3300ពេជ្រជាងទេគឺវាអស់តិចណាបើមិនអ្នកគ្នាចាប់ភ្លាមមកគឺវា
វាអស់ក្នុង5000ពេជ្រអីហ្នឹងបើយើងចាប់អត់មាន tip អត់មានអីចឹងណាហ្នឹងអ្នកគ្នាអញ្ចឹង skin collector របស់ Florence នេះគឺរូបរាងរបស់វារឿងស្អាតគួរសមដែរហើយសម្រាប់ skin effect វិញក៏អាចទទួលយកបានដែរវាមិនស្អាតអីខ្លាំងណាស់ទេប៉ុន្តែយើងអាចទទួលយកបានតែជា skin collector ណាដោយសារតែខ្ញុំរៀងខកចិត្តដែរអ្នកគ្នាខ្ញុំមើលអាគេ review នេះគឺ skin effect វារឿងស្អាតទៅពេលខ្ញុំចូលមកលេងខ្លួនឯងទៅមិនដឹងថាអូយើងស្ទើរបន្តិចបន្តួចទោះជា effect វាមើលទៅយើងច្រើននឹងអីមែនតែនៅតែយើងស្ទើរសម្រាប់ខ្ញុំអ្នកគ្នាមិនដឹងមិនទេប្រហែលជាដោយសារតែ skin របស់ Florence ហ្នឹងគឺវាអត់សូវមាន effect អីច្រើនហើយសម្រាប់ skin effect skin collector Florence នេះផងដែរក៏ត្រូវបាន optimize ឬមួយក៏កែប្រែម្ដងហើយដែរអ្នកគ្នាអញ្ចឹងមុននឹងចេញហ្នឹងគឺវាមាន skin effect ultimate ផ្សេងម្ដងហើយនៅពេលដែល skin មួយហ្នឹងចេញមកជាផ្លូវការម្សិលមិញនេះគឺគេបានកែប្រែទៅលើ ultimate របស់ skin Florence ហ្នឹងហើយណាដែលវាខុសគ្នាពីមុននឹងមិនទាន់ចេញណាអ្នកគ្នាអាចមើលទៅតាមវីដេអូដែលខ្ញុំបង្ហាញនៅលើអេក្រង់ហ្នឹងបានហើយចំពោះ model skin Florence collector មួយនេះក៏គេធ្វើការកែប្រែទៅលើ model វាបន្តិចបន្តួចដែរណាអញ្ចឹងសិនអ្នកគ្នាអត់សូវចាប់អារម្មណ៍ទេអ្នកគ្នាមើលអត់ដឹងទេតអ្នកចាប់អារម្មណ៍ដូចជាខ្ញុំអីបានមើលដឹងអញ្ចឹងណាដោយសារតែការកែប្រែហ្នឹងគឺតិចតួចខ្លាំងមែនទែនយើងមិនសូវដឹងទេអញ្ចឹងឥឡូវមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងគ្នាដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់